รื่องนี้គេបាននិយាយតាក់ទងទៅនឹងសង្សារឬមួយក៏ប្តីប្រពន្ធមួយគូដែលប្តីនឹងមានឈ្មោះថា Don't Tie to Me ហើយចំណែកឯប្រពន្ធមានឈ្មោះថាបាតឃ្លាំងពីរអ្នកប្តីប្រពន្ធឬក៏សង្សារហ្នឹងខ្ញុំសូមហៅគាត់ថាពីរអ្នកប្តីប្រពន្ធចុះពីរអ្នកប្តីប្រពន្ធហ្នឹងគាត់បានទៅលេងនៅក្នុងប្រទេសថៃហើយក៏បានទៅជួលផ្ទះស្នាក់នៅក្នុងសណ្ឋាគារមួយដែលមានរាងចំណាស់ហើយបន្តមកទៀតក៏ចាប់ផ្ដើមជួបរឿងចម្លែកដែលនឹកស្មានមិនដល់តែម្ដងនៅថ្ងៃមួយហ្នឹងមានប្តីប្រពន្ធចំនួនមួយគូដែលប្តីដូចដែលខ្ញុំបានប្រាប់ឈ្មោះគាត់មានឈ្មោះថា Don't Tie to Me ហើយចំណែកឯប្រពន្ធមានឈ្មោះថាបាតឃ្លាំងពួកគាត់បានទៅលេងនៅក្នុងប្រទេសថៃពេលដែលទៅលេងនឹងដែរពួកគាត់នឹងអត់សូវដឹងទីតាំងថាត្រូវទៅស្នាក់នៅទីកន្លែងណានោះទេគ្រាន់តែគាត់បានបញ្ជាក់ប្រាប់យើងថាគាត់បានទៅស្នាក់នៅក្នុងទីក្រុងបាងកកហើយក៏បានចូលទៅជួលនៅក្នុងសណ្ឋាគារមួយដែលជាសណ្ឋាគារដែលចាស់រៀងចាស់កំរិលអីចឹងណាពេលដែលចូលទៅក្នុងបន្ទប់នឹងដែរគេមានអារម្មណ៍ថាដូចជាចម្លែកមិនទេដូចរៀងខ្លាចដោយសារតែបន្ទប់ដែលគេនៅហ្នឹងគឺនៅសល់តែបន្ទប់មួយនឹងឯងនៅពេលដែលគេបានស្នាក់នៅយប់ទី1គេនឹងក៏មានអារម្មណ៍ថារៀងចម្លែកដោយសារតែយប់ទី1នឹងដែរ Don't Tie to Me ហ្នឹងគេមានអារម្មណ៍ថាប្រពន្ធរបស់គេហ្នឹងមិនដឹងជាកើតអីនោះទេដេកបែរខ្នងដាក់គេគួរឲ្យចម្លែកខ្លាំងណាស់ដោយសារតែឃើញប្រពន្ធនឹងដេកបែរខ្នងចម្លែកអញ្ចឹងគេក៏បានភ្ញាក់មើលតែម្ដងពេលនោះគេក៏បានឃើញច្បាស់ថាកន្លែងដែលគេដេកហ្នឹងគឺប្រពន្ធរបស់គេអត់មាននៅកន្លែងហ្នឹងនោះទេប្រពន្ធរបស់គេហ្នឹងគឺកំពុងតែងុយទឹកហើយមិនបានដេកនៅកន្លែងហ្នឹងនោះទេបន្ទាប់មកគេក៏បានសួរប្រពន្ធរបស់គេថាអូនឯងហ្នឹងទៅងុយទឹកអីលឿនម៉េចហើយអូនឯងហ្នឹងមិនក៏ធ្វើរឿងអីចម្លែកអញ្ចឹងពេលនោះបាតឃ្លាំងហ្នឹងក៏បានប្រាប់ថាអីមិនឲ្យអូនងុយទឹកមិនបើត្រូវដល់ពេលវេលាដែលយើងត្រូវទៅដើរលេងហើយបន្តមកទៀតពួកគេនឹងក៏បានទៅលេងនៅកន្លែងរមណីយដ្ឋាននៅក្នុងប្រទេសថៃហើយគេក៏បានថតរូបជាច្រើនសន្លឹកផងដែរក្រោយពីដើរលេងពេញមួយថ្ងៃហត់មកពួកគេនឹងក៏បានមកសម្រាកនៅក្នុងបន្ទប់ដែលពួកគេបានជួលនឹងវិញហើយក៏បានចាប់ផ្ដើមឆែកនៅរូបភាពទាំងអស់ដែលគេបានថតហើយអ្វីដែលកាន់តែចម្លែកហ្នឹងគឺថានៅក្នុងរូបថតហ្នឹងគឺដូចជាមានជាប់អ្នកណាគេម្នាក់ទៀតពួកគេនឹងពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនថាអីកើតស្អីអញ្ចេះហើយខ្ញុំភ្លេចបញ្ជាក់ថាជនជាតិ2នាក់ដែលគាត់ទៅលេងនៅប្រទេសថៃហ្នឹងគឺជាជនជាតិចិនណាគ្នាយើងភ្លេចបញ្ជាក់ប្រាប់និយាយមួយថ្ងៃភ្លេចនិយាយប្រាប់លុះដល់ពេលយប់ក៏ស្រាប់តែរឿងចម្លែកហ្នឹងក៏បានកើតឡើងចំពោះប្រពន្ធរបស់ Don't Tie to Me ប្រពន្ធរបស់គេហ្នឹងគឺមិនដឹងថាមានស្អីចូលនោះទេទៅចូលក្នុងបន្ទប់ទឹកកាត់សក់ខ្លួនឯងញញឹមគួរឲ្យខ្លាចលុះដល់ថ្ងៃស្អែកបន្តមកទៀតគាត់អត់សូវខ្វល់ទេអាម្សិលមិញហ្នឹងឃើញជាប់ពីណាក៏ជាប់ទៅដល់ពេលថ្ងៃស្អែកបន្តទៀតហ្នឹងគាត់ក៏បានទៅដើរលេងនៅតាមរមណីយដ្ឋានដូចជាវត្តនៅតាមរមណីយដ្ឋានល្បីៗរបស់ប្រទេសថៃពេលដែលបានថតលេងអីហ្នឹងហើយគាត់នឹងក៏ចាប់ផ្ដើមវិលត្រឡប់មកផ្ទះវិញហើយទៅប្រទេសចិនហ្នឹងហើយគាត់ក៏ចាប់ផ្ដើមឆែកនៅរូបភាពទាំងអស់ហើយគាត់នឹងក៏បានឃើញជាប់រូបភាពមិនដឹងជាប់ពីណាពីណីនោះទេដូចដើរតាមប្រពន្ធរបស់គាត់រហូតណាហើយគាត់ពិតជាមានការភ័យខ្លាចខ្លាំងមែនទែនថាមិនដឹងថាជាស្អីនោះទេសូម្បីតែឆែកនៅក្នុងរូបភាពគ្រប់សន្លឹកហ្នឹងគឺថាតែងតែឃើញរូបភាពចម្លែកអូខេតោះសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងយើង